អ្នកគ្រូចាសួស្តីថ្ងៃហ្នឹងខ្ញុំជួបអ្នកគ្រូហើយសូមពេលអ្នកគ្រូខ្លីៗចង់សួរអ្នកគ្រូខ្លះដោយសារឃើញអ្នកគ្រូមួយរយៈកាលហ្នឹងគឺសុខភាពល្អហើយរាងកាយរឹងមាំតើអ្នកគ្រូមានគន្លឹះអីដើម្បីថែទាំសុខភាពមកដល់ពេលបច្ចុប្បន្នឃើញនៅរឹងមាំហើយសុខភាពល្អអញ្ចឹងអ្នកគ្រូមានអីសម្រាប់ថែទាំសុខភាពជួយចែកម្លែកឲ្យពុកម៉ែបងប្អូនអរគ្នាដែលកំពុងទស្សនាវីដេអូអ្នកគ្រូថាតើអ្នកគ្រូមានអីដែលជាគន្លឹះសម្រាប់ថែទាំសុខភាពចាអរគុណសម្រាប់សំណួរដែលបានសួរចាគឺសម្រាប់ដែលនាងខ្ញុំអាយុច្រើនហើយខ្ញុំមានសុខភាពល្អគឺរឿងទី1គឺខ្ញុំហាត់ប្រាណចាតកតងនឹងការហាត់ប្រាណបងប្អូនចាគឺហាត់ប្រាណនេះជួយយើងគឺបានច្រើនហើយយើងអត់ចំណាយលុយទេតកតងនឹងការដែលយើងថែសុខភាពចាកុំចាំឈឺហើយទៅហាត់គឺហាត់អត់កើតទេអត់មានកម្លាំងទេចាចឹងហើយហាត់ប្រាណនេះគឺទី1ស្វ័យស្បិតតែខ្ញុំឆ្កមមែនតែយើងហាត់ប្រាណមិនមែនដើម្បីឲ្យយើងនឹងឆ្កមទេទោះបីយើងរូបរាងឆ្កមក៏ដោយគឺយើងមិនប្រកាសថាយើងនឹងមិនមានបញ្ហាខ្លាញ់រុំសរសៃឈាមឬក៏រុំថ្លើមទេចាអញ្ចឹងហើយគឺការហាត់ប្រាណនេះគឺយើងជួយទៅដល់សុខភាពរាងកាយរបស់យើងដូចជាឆ្អឹងដូចជាសម្ពាធឈាមរបស់យើងចាគឺតកតងនឹងអារម្មណ៍ជាពិសេសនោះគឺអារម្មណ៍ហ្មងចាការដែលយើងមានសុខភាពល្អគឺផ្លូវអារម្មណ៍នេះគឺសំខាន់ណាស់គឺទី1ហ្មងតែបើសិនឪពុកម៉ែបងប្អូនគិតច្រើន stress ច្រើនមួមកច្រើនយើងក៏មានបញ្ហាសុខភាពទៅតាមនឹងចាអាហ្នឹងគឺផ្លូវអារម្មណ៍ហើយការហាត់ប្រាណនេះគឺខ្ញុំបានធ្វើវាជារៀងរាល់ថ្ងៃផ្ដើមចេញពីខ្លួនឯងចាគឺខ្ញុំហាត់ពេលព្រឹកហ្នឹងគឺយ៉ាងតិចមិនក៏1ម៉ោងដែរចាខ្ញុំហាត់ប្រាណហាត់ខ្លាំងហើយធ្វើឲ្យយើងបែកញើសហើយធ្វើឲ្យយើងនឹងមានកម្លាំងហើយខួរក្បាលរបស់យើងស្រឡះហើយយើងមានអារម្មណ៍ថាល្អយើងគិតអីទៅក៏វាក្លះហះលហួនជាងមុនចាតែបើយើងឆ្កមហើយយើងអត់ហាត់ប្រាណយើងចង់ស្រក់គីឡូតែយើងអត់ហាត់ប្រាណហើយយើងព្យាយាមចង់ឲ្យរាងស្អាតតែយើងព្យាយាមតម្រក់ទម្ងន់អានឹងគឺសុខភាពរបស់យើងគឺអត់ល្អទេទី1គឺបាត់បង់សាច់ដុំរបស់យើងទី2គឺយើងអត់សូវមានកម្លាំងចាហើយរាងកាយរបស់យើងគឺត្រូវការប្រូតេអ៊ីនគ្រប់គ្រាន់ចុះបើសិនតែយើងចង់ឲ្យរាងយើងស្ដើងហើយឬក៏ស្អាតតែយើងអត់ព្យាយាមញ៉ាំឲ្យបានគ្រប់គ្រាន់ហើយយើងសុខចិត្តបង្អត់អាហារដើម្បីឲ្យយើងស្រស់អានឹងគឺមានផលប៉ះពាល់ទៅដល់សុខភាពរបស់យើងវិញអូខេអញ្ចឹងកាត់អ្នកគ្រូតិចថាតើអ្នកគ្រូរាល់ថ្ងៃហាត់ប្រាណឬក្នុងរូបភាពណាដែរព្រោះការហាត់ប្រាណមានច្រើនបងប្អូនអ្នកខ្លះគាត់ដើរអ្នកខ្លះគាត់ជិះកង់ឬក៏រត់អីចឹងតើចុះសម្រាប់អ្នកគ្រូវិញរើសក្នុងរូបភាពមួយណាដែរសម្រាប់ការហាត់ប្រាណខ្ញុំហាត់ប្រាណគឺខ្ញុំរើសរូបភាពនៅក្នុងតាម YouTube គឺយើងហាត់ជាក្បាច់ចាដូចជាយើងមានកដុងទឹកសុទ្ធអីចឹង1លីត្រកន្លះហ្នឹងអាកដុងធំហ្នឹងយើងច្រកទឹកហើយយើងលើកដើម្បីពង្រឹងសាច់ដុំដៃរបស់យើងចាហើយទី3ហ្នឹងគឺយើងលោតចាយើងលោតចុះលោតឡើងដើម្បីឲ្យវាទៅដុតខ្លាញ់មកទួលរាងកាយរបស់យើងហើយធ្វើឲ្យឆ្អឹងរបស់យើងគឺរឹងមាំចាហើយសាច់ដុំជើងរបស់យើងហ្នឹងគឺវាមានសាច់ដុំរឹងមាំត្រឡប់មកវិញហើយក៏ផ្លូវរបស់យើងហ្នឹងគឺវាអត់យាយតែបើយើងយើងមានន័យថាយើងចង់ស្រក់ហើយយើងអត់ហូបចំណីអាហារគឺសាច់យើងយាតែបើយើងហាត់ប្រាណយើងស្រក់សាច់យើងណែនហើយរាងយើងស្អាតជាងមុនហើយកម្លាំងឬក៏សាច់ឈាមរបស់យើងគឺភ្លឺថ្លាខុសពីអ្វីដែលយើងអត់បានហាត់ប្រាណអូខេហើយនេះគឺជាគន្លឹះទី1ចុះគន្លឹះទី2អ្នកគ្រូមានអីទៀតចាគន្លឹះទី2គឺយើងហូបទឹកចាការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់នេះគឺអញ្ញបានថាទឹករាងកាយរបស់យើងគឺ75%គឺយើងត្រូវការទឹកខ្លាំងមែនតើព្រោះទឹកនេះគឺជួយព្យាបាលតកតងនឹងតាមបែបធម្មជាតិទី1គឺយើងអាសាឈឺក្បាលអីហ្នឹងគឺដោយសារតែយើងញ៉ាំទឹកបានតិចហើយយើងពិបាកបត់ជើងអីហ្នឹងក៏យើងញ៉ាំទឹកនឹងបានតិចដែរអញ្ចឹងការញ៉ាំទឹកដើម្បីឲ្យយើងនឹងមានសុខភាពល្អហើយការពាររាងកាយរបស់យើងឲ្យមាំមួនស្រស់ថ្លាត្រឡប់មកវិញហ្នឹងគឺយើងញ៉ាំទឹកកុំញ៉ាំពេលដែលយើងស្រេកចាយើងទោះបីយើងមិនស្រេកក៏ដោយយើងធ្វើម៉េចយើងញ៉ាំឲ្យគ្រប់ចំនួនទឹកនឹងកុំឲ្យលើសឬក៏កុំឲ្យខ្វះចាក្នុងមួយថ្ងៃហ្នឹងគឺយើងញ៉ាំឲ្យបាន2លីត្រកន្លះតាមគីឡូរបស់យើងចាបាទចឹងមានតែប៉ុណ្្នឹងទេអ្នកគ្រូចាមានតែប៉ុណ្្នឹងអ្នកគ្រូមានអីផ្ដាំផ្ញើដល់បងប្អូននៅក្នុងបណ្ដាញសង្គមអត់ឲ្យពួកគាត់ធ្វើម៉េចចេះថែទាំសុខភាពដូចអ្នកគ្រូដែរជាសារជូនពរសម្រាប់ពួកគាត់ចាអញ្ចឹងការដែលយើងថែទាំសុខភាពនេះគឺខ្ញុំសូមផ្ដាំទៅដល់ពុកម៉ែបងប្អូនយើងថែសុខភាពតាន់ពេលដែលយើងនៅថែបានកុំចាំពេលដែលយើងឈឺហើយយើងបកមកក្រោយគឺវាមិនងាយនោះទេចាពេលដែលយើងឈឺគឺយើងទ្រុឌទ្រោមខ្លាំងហើយយើងត្រូវចំណាយលុយទៅពេទ្យអស់ច្រើនចាអញ្ចឹងបើសិនតែយើងចង់ឲ្យលុយឬក៏ទ្រព្យសម្បត្តិរបស់យើងគង់វង្សគឺយើងត្រូវថែសុខភាពបាទចាពេលដែលយើងសុខភាពល្អគឺលុយមកតាមក្រោយអូខេចាអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនទាំងអស់ចាគឺយើងឲ្យតម្លៃទៅលើសុខភាពឲ្យបានច្រើនបាទចាអូខេអញ្ចឹងអរគុណច្រើនអ្នកគ្រូដែលចំណាយពេលវេលានៅក្នុងការចែកម្លែកខ្លីៗតទៅនឹងគន្លឹះថែទាំសុខភាពចាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណហើយជម្រាបលាបងប្អូនអរគ្នា